ដោយមិនប្រកាន់ថាចិត្តជាអ្នកក្រឬគ្មានញាតិសន្តានឡើយឥឡូវនេះស្នេហាបានចាប់កំណើតលើត្រកូលតែខ្ពង់ខ្ពស់ថៅកែត្បូងនៅបៃលិនគឺលួងរតនសម្បត្តិក៏ប៉ុន្តែសេចក្តីស្នេហានេះនៅតែមានមាមកជ្រែកប្រុងបំបែកស្នេហារវាងអ្នកទាំងពីរគឺលោកកំឡោះបលាត់ស្រុកសង្កែនេះសម័យនោះហើយត្រូវបានក្រសួងអប់រំនិងសិក្សាធិការជាតិជ្រើសរើសនិងសិក្សាធិការជាតិជ្រើសយកនិងសិក្សាធិការជាតិជ្រើសយកមកដាក់ក្នុងកម្មវិធីសិក្សាផងដែរក្នុងបរិយាកាសដ៏សែនរីករាយនេះមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តសៀមរាបបានរៀបចំឲ្យមានការសម្ដែងរឿងនេះឡើងនិងចូលរួមសម្ដែងដោយសិល្បករសិល្បការិនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាពនៃនាយកទស្សនីយភាពតទៅនេះសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយរឿងសូមដងទៀតវិញតទៅនេះសូមជូនផ្ទាំងទស្សនីយភាពសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយរឿងសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយរឿងកូឡាបៃលិនអូខេតទៅនេះសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយរឿងតទៅនេះសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយរឿងបានទេតទៅនេះសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយភាពល្ខោននិយាយរឿងល្ខោននិយាយរឿងកូឡាបៃលិនតទៅនេះសូមជូនផ្ទាំងទស្សនីយភាពល្ខោននិយាយរឿងលេងឡើងចឹងលេងផ្លូវណាលេងផ្លូវថៅម៉េះជួយបនអន់ទាំងជួយបនពីងពីងជួយបនកន្ទុំរុយអណាពីងពីងជួយបនអន់ទាំងជួយបនពីងពីងជួយបនកន្ទុំរុយអូនមើលលបលំស្ទុំក្រាបអង្គុយខ្លាយកន់ទុំរុយមកទុំលោកមេមកអូនមើលលបស្ទុំក្រាបអង្គុយ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ